ប្រធានាធិបតីចិនលោកស៊ីជីនពីងថ្មីនេះបានបង្ហាញអំពីឥទ្ធិពលកាន់តែខ្លាំងរបស់ទីក្រុងប៉េកាំងលើឆាកពិភពលោកតាមរយៈការទទួលស្វាគមន៍ទាំងលោកវ្លាឌីមៀពូទីននិងលោកដូណាល់ត្រាំក្នុងសប្តាហ៍តែមួយពិធីការរដ្ឋដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់រួមទាំងកងកិត្តិយសយោធានិងការទទួលស្វាគមន៍យ៉ាងអធិកអធមបានផ្ញើសារភូមិសាស្ត្រនយោបាយយ៉ាងច្បាស់ថាមហាអំណាចពិភពលោកកំពុងទទួលស្គាល់ប្រទេសចិនថាជាតួអង្គសំខាន់មួយក្នុងការទូតអន្តរជាតិជំនួបទាំងនេះបានបង្ហាញពីការកើតឡើងនៃសណ្ដាប់ធ្នាប់ពិភពលោកពហុពលដែលឥទ្ធិពលសកលគឺមិនចាំបាច់តែពឹងអាស្រ័យលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចតទៅទៀតឡើយប្រទេសចិនបានពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនជាបន្តបន្ទាប់តាមរយៈអំណាចផលិតកម្មផ្គត់ផ្គង់សកលការគ្រប់គ្រងរ៉ែដ៏កម្រនិងភាពជាដៃគូពាណិជ្ជកម្មយ៉ាងទូលំទូលាយនៅអាស៊ីអាហ្វ្រិកអឺរ៉ុបនិងបណ្ដាប្រទេសភាគខាងត្បូងនៃពិភពលោកជាលទ្ធផលទីក្រុងប៉េកាំងកំពុងចរចាជាមួយទាំងម៉ូស្គូនិងវ៉ាស៊ីនតោនដោយមានទំនុកចិត្តកាន់តែខ្លាំងទំនាក់ទំនងរវាងចិននិងរុស្ស៊ីហាក់មានភាពស្រពិចស្រពិលឬមិនស្មើភាពគ្នាជាមួយមហាអំណាចអាមេរិកនិងលោកខាងលិចនេះក៏ដោយថាមានទណ្ឌកម្មពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែនគូបញ្ជាក់ផងដែរថាបច្ចុប្បន្នប្រទេសរុស្ស៊ីបានពឹងផ្អែកកាន់តែខ្លាំងលើពាណិជ្ជកម្មបច្ចេកវិទ្យានិងទីផ្សារថាមពលរបស់ចិនទោះបីជាប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក៏ដោយអ្នកវិភាគបានកត់សម្គាល់ថាទីក្រុងប៉េកាំងកំពុងមានអំណាចចរចាខ្លាំងជាងមុនជាពិសេសលើវិស័យសេដ្ឋកិច្ចក្នុងពេលជាមួយគ្នានេះការទូតរបស់មហាអំណាចចិនក៏បានផ្លាស់ប្ដូរយ៉ាងគួរឲ្យកត់សម្គាល់ត្រឹមតែប៉ុន្មានឆ្នាំមុនទីក្រុងប៉េកាំងបានប្រឈមមុខនឹងការរិះគន់អន្តរជាតិជុំវិញការទូតបែបអ្នកចម្បាំងចចកពាក់ព័ន្ធទៅនឹងជំងឺ Covid-19 ព្រមទាំងបញ្ហាទៅហុងកុងបូករួមទំនៀងក្តីបារម្ភអំពីសិទ្ធិមនុស្សនៅទីក្រុងស៊ីនជាងប៉ុន្តែសប្តាហ៍ថ្ងៃនេះប្រទេសចិនបានផ្សះផ្សាទំនាក់ទំនងជាមួយប្រទេសលោកខាងលិចមួយចំនួននិងបានស្ដារខ្លួនឡើងវិញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងការទូតដ៏សំខាន់មួយរបស់ពិភពលោកទោះបីជាមានភាពរីកចម្រើនទាំងនេះក៏ដោយចិននៅតែមានដែនកំណត់មួយចំនួនលើឥទ្ធិពលសកលរបស់ខ្លួនទោះបីទីក្រុងប៉េកាំងបានក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏សំខាន់មួយក៏ដោយវានៅមិនទាន់អាចជំនួសសហរដ្ឋអាមេរិកជាមហាអំណាចនយោបាយនិងយោធាធំបំផុតរបស់ពិភពលោកបាននៅឡើយទេទោះជាយ៉ាងណាដំណើរទស្សនកិច្ចថ្មីៗរបស់លោកពូទីននិងលោកត្រាំបានក្លាយជានិមិត្តរូបនៃការផ្លាស់ប្ដូរដ៏សំខាន់មួយក្នុងភូមិសាស្ត្រនយោបាយពិភពលោកដែលចិនកំពុងកំណត់ទិសដៅកិច្ចការអន្តរជាតិកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ